សូមស្វាគមន៍ពុកម៉ែបងប្អូនទាំងអស់គ្នាវិលត្រឡប់មកកាន់ Channel ពលឺទៀនម្ដងទៀតហើយថ្ងៃនេះផងដែរ Channel ពលឺទៀនក៏មានសាច់រឿងមកចែកជូនពុកម៉ែបងប្អូនកូនក្មួយប្រិយមិត្តទាំងអស់គ្នាជាទីសម្ដាប់ដោយសមមួយដងហើយមុននឹងដល់សាច់រឿងក៏មិនភ្លេចសួរសុខទុក្ខពុកម៉ែបងប្អូនទាំងអស់គ្នាដែរតើពុកម៉ែបងប្អូនទាំងអស់គ្នាសុខសប្បាយដែរឬអត់បាទអេដមីនពិតជានឹករលឹកពុកម៉ែបងប្អូនណាស់អញ្ចឹងហើយកុំអោយខាតទីវេលាថាអូពុកម៉ែបងប្អូនថានេះសន្តិបែហើយអញ្ចឹងហើយយើងចូលដល់សាច់រឿងមកដែរមុននឹងដល់សាច់រឿងក៏សូមចាត់អ្នកទាំងអស់គ្នាកុំភ្លេចចុច Subscribe ដាក់សញ្ញារូបកណ្ដឹងម្នាក់មួយបងណាហើយបងពុកម៉ែបងប្អូនទាំងអស់គ្នាមានសាច់រឿងក៏អាចចែករំលែកបានផងដែរអានេះគឺ admin មានសាច់រឿងមួយដែលមានឈ្មោះថាបុណ្យអាគមក្នុងរាត្រីថ្ងៃសិលបើខ្ញុំដាក់ចំណងជើងថារាត្រីថ្ងៃសិលបាទអញ្ចឹងសាច់រឿងនេះគឺកើតឡើងចំពោះលោកតាម្នាក់យូរហើយប៉ុន្តែខ្ញុំហៅសំហៅល្អមបាទកើតជាង10ឆ្នាំមុននោះតែគាត់ជាអតីតអ្នកកសែតប៉ុន្តែឥឡូវគាត់ក៏បានឈប់ឲ្យដោយសារតែគាត់ចាស់ហើយគាត់ចង់សម្រាប់ឲ្យទទួលនិវត្តន៍បាទគាត់គឺជាអ្នកកសែតអញ្ចឹងដើម្បីដឹងថាសាច់រឿងយ៉ាងណាអ្នកទាំងអស់គ្នាកុំភ្លេចតាមដានស្ដាប់ប៉ុន្តែបើខ្ញុំនិយាយទៅសម្រាប់ទៅបកស្រាយទៅមានការលឺលោខ្វះខាតត្រង់ណាមួយប្រើពាក្យពេចន៍អីមិនសូវច្បាស់ឬក៏ឮសំឡេងរំខានអីក៏សូមអធិស្ឋានហើយសូមបញ្ជាក់ផងដែរថាការបកស្រាយនេះគឺនិយាយទៅតាមអ្វីដែលម្ចាស់គេបានប្រាប់អ្វីដែលល្អបានប្រាប់អញ្ចឹងហើយខ្ញុំក៏សូមនិយាយទៅតាមហ្នឹងអញ្ចឹងមកខុសឆ្គងត្រង់ណាអីឬក៏ប៉ះពាល់ដល់ពុកម៉ែបងប្អូនដែលអ្នកចេះខាងគ្រឿងរឿងអបិយជំនឿអីក៏សូមអធិស្ឋានបាទអញ្ចឹងហើយយើងចូលសាច់រឿងយើងតែម្ដងសាច់រឿងគឺបានកើតឡើងចំពោះលោកអ៊ំម្នាក់ឈ្មោះអ៊ំសុខាបាទអ៊ំសុខាជាអ្នកដែលសារព័ត៌មានបាទគាត់ជាអ្នកព័ត៌មានជាអ្នកខ្សែតដែលជាអ្នកចូលចិត្តនៅក្នុងការស្រាវជ្រាវរឿងរ៉ាវដែលអាចកំបាំងនៅតាមទីប្រជុំជននៅតាមទីជនបទអីហ្នឹងថ្ងៃមួយគាត់ក៏បានទទួលដំណឹងទទួលព័ត៌មានអំពីមិត្តភ័ក្តិគាត់ម្នាក់នៅឯខេត្តសៀមរាបឯណោះសូមជម្រាបថាលោកពូសុខាជាអ្នកភ្នំពេញប៉ុន្តែគាត់មានមិត្តភ័ក្តិគាត់ម្នាក់នៅខេត្តសៀមរាបថ្ងៃមួយគាត់បានទទួលព័ត៌មានអំពីមិត្តភ័ក្តិរបស់គាត់ហ្នឹងដែលនៅខេត្តសៀមរាបហ្នឹងដែលបានប្រាប់ពីរឿងរ៉ាវថានៅសៀមរាបហើយនៅភូមិមួយហ្នឹងគឺមានលោកគ្រូមន្តអាគមមួយដែលមានឥទ្ធិពលខ្លាំងនៅទីហ្នឹងដែលគេល្បីល្បាញណាថាគាត់ចេះមន្តអាគមចេះអីហ្នឹងនៅពេលហ្នឹងដែរលោកអ៊ំសៅគាត់បានមានដំណឹងសាច់រឿងចោះហើយគាត់ក៏ចង់ទៅជួបលោកអ៊ំសៅទៅចង់ទៅសម្ភាសមានដំណើរសាច់រឿងអីយ៉ាងណាហ្នឹងដូច្នោះហើយគាត់ក៏បានរៀបចំខ្លួនធ្វើដំណើរពីភ្នំពេញរហូតមកដល់ខេត្តសៀមរាបគាត់ក៏បានដល់ខេត្តសៀមរាបហើយគាត់ក៏បានទៅផ្ទះមិត្តភ័ក្តិរបស់គាត់ទៅដល់ភូមិមិត្តភ័ក្តិរបស់គាត់ហ្នឹងភូមិនេះអត់ខ្ញុំសុំដាក់ឈ្មោះទេបាទភាសាថៃប៉ះពាល់អីហ្នឹងណាបាទហើយភូមិហ្នឹងគឺនៅឆ្ងាយពីទីរួមខេត្តហ្នឹងជាងតែ50គីឡូម៉ែត្រទេហើយផ្លូវចូលនោះផងទៀតដែរគឺផ្លូវលំបាទផ្លូវលំផ្លូវក្រហមណាដល់ស្មៅសងខាងទៅមានកន្លែងអីទៅគាត់ក៏បានបើកឡានទៅតាមភូមិទៅរហូតដល់ពេលវិជាសៀលបានទៅដល់ហ្នឹងនៅពេលដែលទៅដល់ភូមិហ្នឹងគឺគេហៅថាភូមិគឺមានភាពស្ងប់ស្ងាត់ណាពុកបងប្អូនមានភាពស្ងប់ស្ងាត់ខុសពីរឿងធម្មតាចុះយើងធ្លាប់ទៅនៅទីប្រជុំជនអីគឺអ៊ូអណាពេលនេះអីអ៊ូអច្រើនតែប៉ុន្តែនៅភូមិហ្នឹងគឺមានសភាពស្ងប់ស្ងាត់ខុសពីភូមិធម្មតាហើយនៅក្នុងភូមិហ្នឹងគឺមានផ្ទះប្រហែលតែជាងតែ30-40ខ្នងរៀបផ្ទះមិនសូវតែមានច្រើនអីប្រហែលទេពេលដែលបើកឡានទៅក៏អ្នកភូមិអីគាត់ក៏បើកមើលណាស្លឹងមើលមុខអ៊ំសៅហ្នឹងពួកអីថាជាអ្នកដែលផ្លែកមុខពីណាថ្មីមិនដែលឃើញនៅឆ្នោតពេលគាត់ទៅគឺអ្នកភូមិគឺមើលតាមគាត់នៅពេលហ្នឹងដែរគាត់អ៊ំសៅគាត់ក៏បានទៅរកផ្ទះលោកមេភូមិដើម្បីទៅសួរលោកអ៊ំមេភូមិដល់គាត់ទៅរៀបសួរលោកអ៊ំមេភូមិគឺឈ្មោះតសៅហើយ
ចិត្តស្រ័យបុកមកបងប្អូនបើមានសម្លេងខានបាទចិត្តស្រ័យផងដោយសារពេលខ្ញុំនៅចិត្តដងផ្លូវក៏មានតោឆ្លងឡើងបាទអញ្ចឹងយើងត្រង់តែរឿងនេះគឺគាត់អ៊ំសោមគាត់បានប្រាប់ណាអ៊ំសុកទៅសួរមេភូមិតាសៅហ្នឹងសួរថាតាសៅខ្ញុំចង់សួរព័ត៌មានទាក់ទងនឹងផ្ទះគ្រូមន្តអាគមនៅក្នុងភូមិហ្នឹងដែលគេល្បីថាចេះអីហ្នឹងខ្ញុំចង់ទៅសម្ភាសដោយសារតែខ្ញុំមកពីភ្នំពេញខ្ញុំជាអ្នកព័ត៌មានអញ្ចឹងណាខ្ញុំចង់ស្រាវជ្រាវអញ្ចឹងពេលដែលគាត់សួរមេភូមិយ៉ាងដែរមេភូមិគាត់ថាដូចជាស្រងាក់សុទ្ធតែធ្លាក់បាយចេញពីមាត់ហើយគាត់ទូថាណាប្រាប់ឯងអាចោណាប្រាប់ឯងបានឲ្យដឹងថានៅភូមិនេះមានគ្រូមន្តអាគមអ៊ំសៅថាខ្ញុំឮគេនិយាយតាសៅគាត់ក៏នៅស្ងៀមមកទៅហើយគាត់ប្រាប់ថាគ្រូមន្តអាគមឈ្មោះតាអាងបាទឈ្មោះតាអាងដែលគាត់រស់នៅក្នុងព្រៃក្បែរអូមួយហ្នឹងគាត់នៅឆ្ងាយពីអ្នកភូមិមិនបាននៅក្បែរអ្នកនេះប្រហែលទេតែកុំពេលយប់អីកុំទៅរកកើតអីព្រោះអីមិនល្អទេពេលយប់កុំទៅបើចង់ទៅពេលថ្ងៃទៅមិនល្អទេអីអ៊ំសៅក៏សួរថាហេតុអីលោកមេភូមិតាំងគាត់ជាមនុស្សមិនធម្មតាណាជាមនុស្សដែលចេះមន្តអាគមចេះអីខ្លាំងខ្លាមានពិធីសិលអីណាបាទចឹងហើយបានជាមេភូមិគាត់មិនចង់ឲ្យទៅពេលយប់ខ្លាចជួបរឿងរ៉ាវអីណាបាទដូច្នេះហើយមេភូមិគាត់ថាគាត់ជាមនុស្សដែលមិនធម្មតាទេជាអ្នកដែលចេះមន្តអាគមកាន់ខាងមន្តអាគមបុរាណជាចំណេះខាងចេះវិជាដោះស្រាយអីចឹងតែឯងត្រូវមានការគ្រប់ច្បាប់របស់គាត់មានច្បាប់របស់គាត់ត្រូវជួបគាត់ឲ្យមានដៃអីយ៉ាងម៉េចណាជួបអ៊ំសៅគាត់ថាខ្ញុំចង់ដឹងព្រោះអីគាត់ជាអ្នកព័ត៌មានធម្មតាអ្នកព័ត៌មានចង់អរកអ្វីដែលថ្មីសម្រាប់អ្នកទស្សនាណាបាទថាវិទ្យាអត្ថបទអីហ្នឹងចង់ដឹងដល់ពេលនេះគាត់ក៏បានតសៅអ៊ំសុងគាត់ក៏បានលាមេភូមិបាទលាមេភូមិទៅបាទថាខ្ញុំសូមជម្រាបលាហើយដល់ពេលរៀងប្រឡប់បន្តិចគាត់ក៏បានកាន់គោមណាបាទគោមទួយអាគោមសម្រាប់ឈូសភ្លើងណាបាទឈូសភ្លើងទៅគាត់បានដើរទៅកាត់ក្នុងព្រៃហ្នឹងណាព្រៃតាមមើលអូហ្នឹងដើរចូលទៅព្រៃកាន់តែជ្រៅហើយព្រៃក៏កាន់តកាទៅមានសលេងសត្វយំឬអឹងកងសន្ធោសន្ធឹងសត្វព្រៃសត្វអីជាវអីយំជាចាយតាមកណ្ដាលហ្នឹងដើររហូតទៅដល់ទល់នឹងមុខខ្ទមបាទមុខខ្ទមតូចមួយដែលសង់ពីរស័យមានរៀលហាលតូចមួយហ្នឹងបាទរៀលហាលមានធមមានគ្រឿងសក្ការៈបូជាមានទៀនធូបអីជាដើមហ្នឹងស្រាប់តែដល់ពេលគាត់អង្គុយពីនឹងដែរមានបរិសុទ្ធចំណាស់ម្នាក់អង្គុយផ្អែកលើសសរហើយនិយាយថាម៉ូហើយឬហើយអ្នកនិយាយគឺគ្រូអីចេះមន្តអាគមហ្នឹងតាអាងហ្នឹងបាទពេលហ្នឹងដែរអ៊ំសៅគាត់ភ្ញាក់ណាចុងមានគេដឹងថាឯងម៉ូទៀតម៉ូមិនប្រាប់មកក្នុងមិនដឹងឯងម៉ូទៀតចុងតានេះពិតជាធម្មតាដូចគេដូចមេភូមិឯងមែនដឹងបាទនេះហេតុអីមកគាត់ដឹងហើយគ្រូតាកាងសុនឯងម៉ូមានការអីជ្រាបសួរតាឯងមករកអីហ្នឹងចៅមកចង់លេងលោកតាហើយបើអញ្ចឹងចូលបងអង្គុយមកពេលហ្នឹងដែរគុំសៅអ៊ំសុខានគាត់ក៏បានឡើងទៅអង្គុយលើរៀនហាលទៅអង្គុយទៅក៏បានជ្រាបសួរតាអាងដែលជាគ្រូមន្តអាគមហ្នឹងហើយលោកតាអាងគឺជាគ្រូហ្នឹងអាយុប្រហែលជា70ឆ្នាំជាងហើយបាទហើយសក់គឺស្កៅអស់ហើយសក់ស្កៅឲ្យរៀងកំពេកបាទហើយភ្នែកចាស់ហើយហាក់ដូចជាភ្នែកគាត់មើលអីជាមិនសូវជាឃើញប្រហែលទេអីរឿងល្ងាចណាធម្មតាមួយចាស់ល្ងាចដែរបាទហើយពេលហ្នឹងដែរគ្រូមន្តអាគមគាត់ក៏បានសួរថាឯងចង់ដឹងពីមន្តអាគមមែនណាបាទដូច្នេះគាត់ក៏ញញឹមគាត់ញញឹមថាចេញថ្មីងសិតស្លាឡើងក្រហមដូចបងប្អូនហាចាដីបងប្អូនមានងើកយាយចាគាត់ហូបលូស្លាអញ្ចឹងណាចឹងឯងធីគ្រូមន្តអាគមចឹងឯងគិតសែចឹងហើយ
ពេលហ្នឹងដែរគាត់ថាអូខ្ញុំចង់រៀនលោកតាចង់ដឹងពីមន្តអាគមហើយលោកតាប្រាប់ថាណែមន្តអាគមនេះមិនមែនជាល្បែងលេងសើចទេណាចៅវាជាចំណេះដឹងដែលត្រូវគោរពហើយត្រូវធ្វើតាមបើខុសត្រូវមានត្រូវចេះហើយត្រូវមានការគោរពត្រូវមានដំណំបើធ្វើខុសអាចនឹងមានផលវិបាកចំពោះខ្លួនឯងវិញណាបើប្រើទៅខុសវានឹងផ្ដល់ផលអាក្រក់ដល់ខ្លួនឯងវិញហើយនៅពេលហ្នឹងដែរគាត់ក៏បាននិយាយរឿងប្រាប់ថាកាលនៅពេលដែលគាត់នេះណាគ្រូមន្តអាគមណាគាត់បានប្រាប់ឲ្យគាត់ក៏បានប្រាប់ទៅតាសុខាដែលជាអ្នកភាសាព័ត៌មានហ្នឹងថាថាកាលពី30ឆ្នាំមុនហ្នឹងមានប្រុសម្នាក់មកពីទីក្រុងចង់រៀនមន្តអាគមពីយាយតាដូចចៅឯងចឹងដែរដូចចៅឯងហ្នឹងគាត់ជាអ្នកដែលជំនួញប៉ុន្តែគាត់ចង់រៀនមន្តអាគមដែលគាត់ចង់ចេះមន្តអាគមណាចង់ចេះមន្តអាគមតែពេលហ្នឹងដែរតាយាយទាំងពីរនាក់ហ្នឹងគឺអត់ព្រមបរៀនម្នាក់ទេអត់ព្រមបរៀនទេហ្នឹងអត់ព្រមបរៀនកាលណាព្រមបរៀនហើយហេតុអីបាននិយាយតែគាត់មិនព្រមបរៀនហ្នឹងគឺដោយសារតែឃើញថាអ្នកដែលចំនួនម្នាក់ហ្នឹងគឺថាជាមនុស្សដែលចិត្តអាក្រក់ណាចិត្តអាក្រក់ដូច្នោះហើយការដែលដែលលោកគ្រូតាមិនព្រមបរៀនហ្នឹងព្រោះរំម្នាក់ដែលនោះក៏បានលួចកម្ពីរត់យកទៅរៀនខ្លួនឯងហ្នឹងយកទៅរៀនទៅពេលហ្នឹងដែរគាត់ថាហើយក៏មានផលលំបាកអីក៏ឡើងណាអញ្ចឹងដូច្នោះហើយពូសៅក៏ស្ដាប់ហើយគាត់បានថតវីដេអូផងថតគាត់ចាប់អារម្មណ៍ស្លាំងទៅវាមានរឿងអីកើតឡើងថាខាងបរិមហ្នឹងថាយកកម្ពីទៅហាត់ដល់ខ្លួនឯងយកអាកម្ពីមុនអាគមណាយកហាត់ឲ្យប៉ុន្តែគាត់ហាត់ចេះគេដល់ពេលចេះហើយគេយកទៅប្រើទៅណាឲ្យអ្នកស្រុកអីស្រឡាញ់ឲ្យអ្នកចំនួនចោះចូលទៅហើយណាប៉ុន្តែក្រោយមកទៀតដូចថាមានអ្នកស្រឡាញ់ហើយគាត់ចេះមុនអាគមទៅគាត់ទៅប្រើនៅក្នុងអង្គើដែលគេហៅថាអំពើអាក្រក់ណាយកទៅធ្វើបាបអ្នកអតីដាក់អំពើអ្នកអតីធ្វើបាបគេហំពោះគេចុកពោះអីទៅហើយគាត់ខុសពីអាតំណមនៅក្នុងកម្ពីបានប្រាប់ហ្នឹងខុសពីអាតំណមដែលកម្ពីនឹងបានប្រាប់ថាមកកាលណាយើងយកចេះទៅអាមុនអាគមអមអាមហ្នឹងទៅយើងធ្វើទៅអំពើល្អយើងនឹងបានគេសុខបានគេស្រឡាញ់ផងអត់អីទេតែបើយើងចេះអំពើមុនអាគមអមអាមហើយយើងធ្វើអំពើអាក្រក់គាត់ណាមុនអាគមអមអាមហ្នឹងវានឹងមកវាយបកយើងវិញនឹងលោកតាគ្រូអាគមគាត់ក៏បានប្រាប់ថាប្រាប់តចៅដែលជាអ្នកសារព័ត៌មានហ្នឹងដែលលោកអ៊ំសុខាហ្នឹងបាទប្រាប់តខ្ញុំក៏បានដឹងថាចឹងទេលោកតាអញ្ចឹងគាត់ក៏បាន record អីគឺយកបានយកទៅផ្សាយព័ត៌មានអញ្ចឹងណាបាទអញ្ចឹងសាច់រឿងនេះគឺចង់មានតែប៉ុណ្្នឹងបាទពួកក៏បានលើព្រោះអត់មានអីទេសាច់រឿងនេះគឺថាគេចង់និយាយអំពីតែលោកអ៊ំគាត់ប្រាប់ថារឿងនេះគឺចង់និយាយអំពីការដែលយើងចេះប្រើប្រាស់ចំណេះវិជ្ជាអីមួយវាមានទាំងផលល្អនិងផលអាក្រក់បើយើងយកទៅប្រើប្រាស់ចំពោះផ្លូវល្អវានឹងបានផលល្អវិញប៉ុន្តែបើយើងប្រើប្រាស់ចំពោះផ្លូវអាក្រក់វានឹងបានផលអាក្រក់នឹងមកខ្លួនឯងវិញដូច្នោះហើយរឿងរបស់យើងគឺមានតែប្រហែលប៉ុណ្ណេះអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាបាទស្ដាប់ការកំសាន្តបើសិនបើមានការខុសឆ្គងលើសលួសត្រង់ណាមួយឬក៏និយាយមិនសូវប្រួយក៏សូមអធិស្ឋានដោយសារតែខ្ញុំបាទគឺថ្មីថ្មងដែរទេអញ្ចឹងហើយបើមានការខុសឆ្គងត្រង់ណាមួយក៏កុំកែប្រកែប្រការខ្ញុំបាទនឹងព្យាយាមកែម្ដងទៅចេញហើយពុកម៉ែបងប្អូនមានសាច់រឿងចង់ចែករំលែកក៏អាចជាខ្ញុំបានដូច្នេះហើយពីខ្ញុំបាន admin ពលិទានក៏សូមគោរពលានិងជម្រាបលា